លោកដូណាល់ ត្រាំនឹងមកម៉ាឡេស៊ីដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកមូហាម៉េត ហ៊ីសាននាថ្ងៃអង្គារទី14 ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី26 ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាលោកមូហាម៉េតបានបន្តថាប្រទេសម៉ាឡេស៊ីរួមជាមួយនឹងសហរដ្ឋអាមេរិកនឹងដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនហើយដកសភាវុធធុនធ្ងន់ទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពូចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមូហាម៉េតបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូរវាងប្រទេសជិតខាងទាំងពីរនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគូបញ្ជាក់ថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដល់ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលប្រេកផ្ដើមដោយលោកដូណាល់ ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានបដូវវេនរបស់អាស៊ាន